បាទសួស្តីដល់អ្នកថ្ងៃនេះយើងមកស្វែងយល់អំពីតើកម្ដៅធ្វើឲ្យអាហារប្រែប្រួលរបៀបណាអញ្ចឹងបើសិនយើងជាចុងភៅយើងត្រូវយល់ដឹងអំពីអាហ្នឹងអញ្ចឹងមានកត្តាមួយចំនួនដែលយើងត្រូវដឹងទីមួយខ្ញុំលើកទីមួយមកនិយាយនេះគឺនិយាយអំពីប្រូតអ៊ីនតើនឹងមានអ្វីកើតឡើងចំពោះប្រូតអ៊ីនដូចជាប្រភេទពងមាន់និងប្រភេទសាច់មាន់ផ្សេងៗអាហ្នឹងគឺជាអាហារដែលសម្បូរដោយប្រូតអ៊ីនអញ្ចឹងប្រូតអ៊ីនវានឹងកទីពីរគឺជាតិកាបូនបាទជាតិកាបូនដូចជាប្រភេទជាតិម្សៅឬជាតិស្ករនេះអញ្ចឹងបាយនៅពេលដែលវាត្រូវកម្ដៅដូចជាបាយត្រូវកម្ដៅវានឹងឡើងស្អិតដលងដូចគ្នាដែរពពួកប៉ាស្តាអីផ្សេងៗនេះនៅពេលដែលវាត្រូវកម្ដៅវានឹងឡើងស្អិតចំណែកទាក់ទងជាមួយជាតិស្ករនៅពេលដែលវាត្រូវកម្ដៅវានឹងឡើងក្រហមហើយវាឡើងក្លិនឈ្ងុយតែបើយូរទៅវានឹងខ្លោចអញ្ចឹងកម្ដៅវានឹងធ្វើឲ្យប្រភេទស្ករវាឡើងប្រែពណ៌ហើយនឹងក្លិនចំណែកបើសារធាតុខ្លាញ់វិញខ្លាញ់នៅពេលដែលវាត្រូវក្ដៅវានឹងចាប់ផ្ដើមរលាយដូចជាឃើញខ្លាញ់ជ្រូកចឹងខ្លាញ់ជ្រូកនៅពេលដែលវាត្រូវក្ដៅវានឹងរលាយចំណែកទឹកតើទឹកវាមានផលប៉ះពាល់អីនៅពេលដែលវាត្រូវកម្ដៅអញ្ចឹងទឹកនៅពេលដែលត្រូវកម្ដៅវានឹងចាប់ផ្ដើមរីងហួតទៅលើបាទអរគុណច្រើន